សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលចង់ឲ្យអំពូលឬក៏ឧបករណ៍ណាមួយដំណើរការទៀងទាត់តាមពេលវេលាយើងកំណត់បងប្អូនអាចរើសប្រភេទ timer នេះយកទៅប្រើប្រាស់បាននិយាយទៅនេះវាដំណើរការអូតូហើយក្នុងមួយថ្ងៃវាអាច set បាន16ដងបានន័យថាឲ្យដំណើរការបាត់16ដងបានជាពិសេសបងប្អូនសម្រាប់សាលារៀនអីហ្នឹងត្រូវការម៉ោងរូបនៅកណ្ដឹងដាក់កណ្ដឹងកណ្ដឹងរោសិស្សសាលាចេញឬក៏ចូលអីហ្នឹងហើយអញ្ចឹងរើសថាមើលប្រភេទនេះហើយបងប្អូនចង់បានអាចតាក់ទងមកខ្ញុំបានតម្លៃវាសមរម្យទេហើយបងប្អូនក៏អាចឲ្យខ្ញុំរៀបចំពេលវេលាឲ្យវាដំណើរការបានដែរហ្នឹងហើយសរុបរួមមកវិញសម្រាប់ timer មួយនេះគឺយើងអាចយកទៅរៀបចំធ្វើអីក៏បានដែរឧទាហរណ៍ថាឲ្យ motor ស្រោចសួនឬក៏ឲ្យដំណើរការអំពូលស្រាប់តែយើងចង់បានសម្រាប់យកទៅប្រើភ្លើងធំធំអានោះយើងនេះមកបញ្ចេញភ្លើងមកយើងប្រើទៅកាន់ពជាទៅកាន់កុងតាក់ទ័រទៅហ្នឹងឯងពជាទៅកាន់កុងតាក់ទ័រទៅឲ្យនេះពជាទៅកាន់កុងតាក់ទ័រវាយបញ្ជូនទៅ motor ទៅអីចឹងទៅស្រាប់តែបងប្អូនចង់បានចឹងទៅនិយាយរួមអានេះគឺយើងកំណត់ហើយវាដើរទៀងទាត់ហ្នឹងអញ្ចឹងបញ្ជាក់ឡើងវិញសម្រាប់បងប្អូនដែលចង់បានអាចតាក់ទងមកបានជាពិសេសគឺខ្ញុំអាចរៀបចំម៉ោងតាមដែលបងប្អូនចង់បានហ្នឹងរៀបចំឲ្យចាំផ្ញើទៅក៏បានដែរបញ្ជាក់ជូនបងប្អូនតិចការតនេះគឺគ្រាន់តបតអាសន្នរយៈពេលចូលឆ្នាំនេះទេគឺដោយសារតែខ្ញុំទៅស្រុកអញ្ចឹងអត់មានអ្នកចាំកន្លែងអញ្ចឹងយើងដាក់តាមមើលនេះដើម្បីឲ្យវាដំណើរការនៅពេលយប់ហ្នឹងហើយពេលតបតអាសន្នទេពេលមកវិញយើងបដាច់ចោលហើយរើវាចេញវិញ